កាលពីថ្ងៃទី29 ខែមិថុនាទានវស្សាវត្តមង្គលវ័នហៅវត្តកណ្ដាលបានដង្ហែចេញពីព្រែកសំរោងតាមផ្លូវជាតិលេខ 21B កាត់តាមស្វាយរលំសត្វបូទៅត្រង់រហូតដល់ផ្លូវចេញកន្លែងក្បែរវត្តឈូងលៀបរួចហើយយើងធ្វើដំណើរទៅតាមផ្លូវជាតិលេខ 21ទៅដល់ទិសដៅដែលយើងនឹងបញ្ចប់ក្បួនដង្ហែហ្នឹងគឺត្រឹមព្រែកតូចនៅមុខសាលាវិទ្យាល័យហ៊ុនសែនស្អាងក្បួនដង្ហែទានវស្សារបស់យើងគឺព្យាយាមធ្វើទៅតាមការកំណត់របស់លោកអភិបាលស្រុកគឺលោកបានតម្រូវឲ្យយើងមានរបៀបរៀបរយសន្តិភាពនិងធ្វើយ៉ាងណាកុំឲ្យមានការកកស្ទះចំពោះអ្នកដំណើរក្នុងរូបភាពដែលបានឃើញនេះគឺជាការដង្ហែជួបគ្នារវាងទីមងវត្តមង្គលវត្តនិងវត្តផ្សេងមួយទៀតគឺមានការហូរអបាយនៅពេលឃើញគ្នាអញ្ចឹងណាដង្ហែមកដល់វត្តសត្វបូគឺដល់ពេលដែលយើងត្រូវឈប់សម្រាកពិសាបាយថ្ងៃត្រង់ល្មមគណៈកម្មការវត្តបានត្រៀមរួចជាស្រេចយកបាយទឹកមកចាំទទួលពួកយើងឈប់សម្រាកហូបបាយថ្ងៃត្រង់ក្នុងវត្តសត្វបូទាំងលោកតាអាចារ្យទាំងក្រុមការងារក្រុមយុវជនទីមងម្នាក់ទោះបីជាមានការនឿយហត់ក្តីប៉ុន្តែពោពេញទៅដោយទឹកមុខសប្បាយរីករាយពួកយើងពិសាបាយថ្ងៃត្រង់រួចរាល់ហើយឈប់សម្រាកប្រហែលជា1ម៉ោងទើបយើងចេញដំណើរទៅវិញមុននឹងចេញដំណើរទៅក្រុមទីមងនិងឆាយ៉ាំគឺធ្វើការរាំថ្វាយជាមុនសិននៅពេលដែលមានក្បួនទានវស្សាដង្ហែមកបែបនេះឃើញថាពុទ្ធបរិស័ទនៅខាងស្វាយរលំសត្វបូគាត់មានការចេញមកទទួលចូលបច្ច័យជាច្រើនទាំងក្មេងទាំងចាស់ជាពិសេសគឺក្មេងៗគាត់ចូលចិត្តមើលទីមងគាត់ស្គាល់ទីមងវត្តមង្គលវ័នហើយវត្តកណ្ដាលអញ្ចឹងណាដោយសារតែគាត់ធ្លាប់បានឃើញនៅក្នុងការបង្ហោះតាមរយៈ Facebook ឬក៏ YouTube TikTok ជាដើមទីមងមួយគឺសុទ្ធតែមានឈ្មោះហើយទីមងវត្តមង្គលវ័នយើងគឺមានចំនួន18ទីមងអញ្ចឹងសុទ្ធតែដាក់ឈ្មោះឲ្យដោយដែលបានឃើញអញ្ចឹងនេះគឺជានាងចម្ពូហើយមុនហ្នឹងគឺនាងយៈចិន្តាមនីហើយខាងក្រោយនោះគឺរតិសែនអញ្ចឹងយើងហែជាពីរជួរខាងឆ្វេងនិងខាងស្ដាំផ្លូវអញ្ចឹងណាមកខាងម្នាក់ប៉ុន្តែយើងមិនឲ្យស្ទួនគ្នានោះទេដោយសារការពារកុំឲ្យមានការកកស្ទះគឺយើងដង្ហែមុនហើយនឹងក្រោយនៅពេលដែលមានយាយតាមានការរៃអង្គាសបច្ច័យបែបនេះគឺពុទ្ធបរិស័ទយើងគឺចេញមកចូលបច្ច័យតែម្ដងបានសេចក្តីសុខចម្រុងចម្រើនអាយុវែងគង់នៅជាម្លប់ដល់កូនចៅតរៀងទៅណាម៉ែណាទីមងធំដែលធ្វើឡើងតាមរចនាបថខ្មែរយើងបានដង្ហែតាមដងផ្លូវឃើញពីចម្ងាយគឺលេចធ្លោអញ្ចឹងឃើញថាពុទ្ធបរិស័ទឬក៏ក្មេងៗដែលគាត់ចូលចិត្តទីមងហ្នឹងគាត់ចេញមកជ្រងតែម្ដងហើយគាត់ឈរចាំមើលចាំទទួលទានវស្សាដោយតែបានឃើញអញ្ចឹងទីមងរបស់យើងគឺមានការបង្ហាញអំពីវប្បធម៌ខ្មែរយើងហើយការរាំតាមផ្លូវក៏យើងព្យាយាមចាក់បទប្រពៃណីចាក់បទឆាយ៉ាំជាដើមក្រុមយុវជនទីមងដែលមកចូលរួមជាមួយគឺសុទ្ធតែជាអ្នកស្ម័គ្រចិត្តលះបង់ពេលវេលាដ៏មានតម្លៃរបស់ខ្លួនឯងមកដង្ហែមកចូលរួមក្បួនទានវស្សាវត្តមង្គលវ័នហើយវត្តកណ្ដាលភាគច្រើនគឺពួកគាត់គឺជាកូនចៅអ្នកដែលជាពុទ្ធបរិស័ទចំណុះជើងវត្តនឹងឯងឥឡូវក្បួនដង្ហែរបស់យើងបានមកដល់ខាងព្រែកតូចហើយជិតមកដល់គោលដៅដែលយើងបញ្ឈប់ហើយអេដមីនហ្នឹងក៏កំពុងតែឈរចាំថតនៅកន្លែងរង្វង់មូហងបាទគឺមិនចង់ឲ្យឆាប់ដល់ទេហាក់បីដូចជាអត់មានភាពនឿយហត់អញ្ចឹងនៅពេលដែលមកដល់គោលដៅកំណត់គឺអ
អត់តន់អស់ចិត្តដោយសារតែវាលឿនពេកធម្មតាទោះបីជាយើងហត់នឿយយ៉ាងណាក៏ដោយប៉ុន្តែបើសិនជាយើងមានកម្លាំងចិត្តអារម្មណ៍យើងសប្បាយក្នុងអ្វីដែលយើងកំពុងធ្វើហ្នឹងគឺយើងអត់ខ្វល់ពីភាពនឿយហត់ទេអញ្ចឹងហើយទៅមកដល់កន្លែងគោលដៅដែលយើងកំណត់ហ្នឹងគឺម្នាក់ៗគឺចង់តែបន្តដំណើរទៅមុខទៀតប៉ុន្តែយើងមិនអាចធ្វើអញ្ចឹងទៅកើតទេដោយសារតែផ្លូវខាងមុខហ្នឹងគឺយើងបានដង្ហែរួចទៅហើយយើងមិនអាចដង្ហែពីសាអីចឹងណាយើងមិនអាចដង្ហែពីរដងក្នុងផ្លូវតែមួយបានទេអញ្ចឹងមកដល់រង្វង់មូលហងហ្នឹងគឺយើងផ្អាកទទួលលុយនៅត្រឹមយើងបញ្ឈប់ត្រឹមផ្លូវទៅអាងភ្នំហើយក្រុមទានវស្សារបស់យើងគឺបន្តដំណើរដើរទៅជុំគ្នានៅខាងមុខសាលាវិទ្យាល័យហ៊ុនសែនស្អាងដើម្បីឡើងឡានធ្វើដំណើរត្រឡប់ទៅកាន់វត្តវិញអញ្ចឹងម្នាក់ៗគឺអត់អស់ចិត្តបាទព្រោះអីនៅតែមានចិត្តចង់សប្បាយទោះបីជាហត់នឿយចុកដៃចុកជើងយ៉ាងណាក៏ដោយប៉ុន្តែនៅតែចង់បន្តដំណើរទៅមុខទៀតដោយសារតែយើងដល់គោលដៅដែលយើងកំណត់ហើយរងចាំដល់សប្តាហ៍ក្រោយទៀតអាទិត្យក្រោយទៀតទើបយើងចេញដំណើរទៅកាន់ទិសដៅកន្លែងផ្សេងទៀតអញ្ចឹងអរគុណចំពោះការទស្សនានៅវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទជួបគ្នានៅវីដេអូក្រោយៗទៀត